តើតេស្ត CALM គឺជាប្រភេទតេស្តអ្វីបាទជម្រាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីប្រភេទតេស្តមួយដែលលោកគ្រូអ្នកគ្រូធ្លាប់ឮហើយបាទធ្លាប់ដឹងហើយក៏មានលោកគ្រូអ្នកគ្រូក៏ធ្លាប់តេស្តហើយដែរបាទតេស្ត CALM ហ្នឹងគឺជាភាសាអង់គ្លេសបាទជាអក្សរកាត់យើងអាចហៅម្យ៉ាងតិចថាខាមវានេះហៅតេស្តដើមឆ្នាំចុងឆ្នាំអញ្ចឹងពីមុនមកលោកគ្រូអ្នកគ្រូតេស្តដើមឆ្នាំចុងឆ្នាំដោយប្រើឯកសារពីគម្រោងបាទផ្សេងៗដូចជាគម្រោងជីបជាដើមប៉ុន្តែនៅក្នុងចុងឆ្នាំសិក្សាថ្មីនេះបាទចុងឆ្នាំ2026នេះគឺលោកគ្រូអ្នកគ្រូត្រូវធ្វើការតេស្តចុងឆ្នាំដោយប្រើបាទប្រភេទតេស្តដែលមានឈ្មោះថា CALM បាទអញ្ចឹងការតេស្តរបស់លោកគ្រូគឺយើងចូលទៅកាន់ថ្នាលបឋម PFP ហើយលោកគ្រូអ្នកគ្រូចូលទៅពាក្យថាតេស្តបាទលោកគ្រូចូលទៅកន្លែងបាទពាក្យថាតេស្តបាទនេះត្រង់កន្លែងពាក្យថាតេស្តបាទបន្ទាប់មកលោកគ្រូចុចលើនឹងមកនឹងឃើញបាទតេស្តដើមឆ្នាំឬចុងឆ្នាំដែលគេដាក់វងកញ្ចក់នៅហ្នឹងគឺ CALM បាទលោកគ្រូអ្នកគ្រូចុចលើនឹងមកបាទបន្តមកលោកគ្រូអ្នកគ្រូអាចតេស្តសិស្សបាទលើមុខវិជ្ជាទាំងពីរហ្នឹងបាទអញ្ចឹងតេស្តយើងផ្ដោតតែលើមុខវិជ្ជាពីរទេគឺភាសាខ្មែរនិងគណិតវិទ្យាបាទអញ្ចឹងសំណួរមួយទៀតលោកគ្រូអ្នកគ្រូសួរថាតើប្រឡងតេស្តនឹងដើម្បីអីបាទអញ្ចឹងនៅក្នុងការប្រឡងតេស្ត CALM ហ្នឹងគឺសម្រាប់លោកគ្រូអ្នកគ្រូវាស់ស្ទង់សមត្ថភាពសិស្សបាទនិទេសបាទ5ប្រភេទបាទ A B បាទ C បាទ D E បាទហើយនឹងនិទេស F អញ្ចឹងយើងតេស្តចុងឆ្នាំហ្នឹងដើម្បីវាស់ស្ទង់សមត្ថភាពសិស្សរបស់យើងបើសិនបើលោកគ្រូអ្នកគ្រូបើសិនជាគាត់តេស្តមកចត់តាមថ្នាលបឋមតាមថ្នាលបឋម PFP របស់លោកគ្រូអ្នកគ្រូហើយសិស្សយើងទទួលបាននិទេស ABC មានន័យថាកម្រិតសមត្ថភាពគាត់ហ្នឹងដែលរៀននៅក្នុងថ្នាក់ទី5ឬក៏ថ្នាក់ទី3ហ្នឹងពិតជាមានសមត្ថភាពដែលគាត់មិនស្ថិតនៅក្នុងប្រភេទសិស្សដែលយើងត្រូវជួយនោះទេមិនមែនគេហៅថាមិនស្ថិតនៅក្នុងប្រភេទសិស្សដែលយើងត្រូវបំពន់បន្ថែមទេបាទអញ្ចឹងគាត់អាចបន្តទៅថ្នាក់មួយទៀតដោយបាទមានសមត្ថភាពគ្រប់គ្រាន់បាទដោយឡែកនៅពេលដែលលោកគ្រូអ្នកគ្រូតេស្តទៅឃើញថាសិស្សទទួលបាននិទេសត្រឹម D E F បាទអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវយកលទ្ធផលនោះបាទយកលទ្ធផលឬក៏សិស្សដែលជាប់ចំណាត់ថ្នាក់ដែលជាប់និទេស D E F ហ្នឹងទៅបន្តតេស្តនៅបាទកម្មវិធី PT បាទ OM បាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំអត់បង្ហាញអំពីរបៀបតេស្តនៅក្នុង PTOM ទេខ្ញុំបង្ហាញថាតេស្តមួយនេះគឺមានសារៈសំខាន់មួយហ្នឹងបាទគឺមានន័យថាលោកគ្រូត្រូវតែតេស្តសមត្ថភាពសិស្សចុងឆ្នាំដើម្បីរើសសិស្សដែលមាននិទេស DEF ទៅបន្តតេស្តនៅក្នុងកម្មវិធីថ្នាល P ធំមួយទៀតបាទសំណួរបន្ទាប់លោកគ្រូអ្នកគ្រូនឹងសួរថាតើប្រឡងពេលណាបាទប្រឡងពេលណាអញ្ចឹងតាមបាទការស្រាវជ្រាវរបស់ខ្ញុំបាទទៅលើកម្មវិធីប្រជុំរបស់នាយកដ្ឋានបឋមគឺតេស្ត CALM នេះគឺយើងអាចចាប់ផ្ដើមតេស្តពីចន្លោះថ្ងៃទី1ដល់ថ្ងៃទីបាទ30ក្នុងខែសីហាហ្នឹងបាទមានន័យថាលោកគ្រូអ្នកគ្រូអាចតេស្តចន្លោះថ្ងៃហ្នឹងបានបាទមិនរងចាំដល់ឆ្នាំក្រោយទេបាទព្រោះនៅពេលដល់ឆ្នាំក្រោយលោកគ្រូអ្នកគ្រូច្បាស់ជាមានការងារច្រើនអញ្ចឹងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូគឺឆាប់តេស្តសិស្សនៅក្នុងចន្លោះថ្ងៃហ្នឹងបាទហើយយើងបែងចែកការប្រឡងហ្នឹងទៅតាមការប្រជុំរៀបចំរបស់លោកគ្រូអ្នកគ្រូបាទតើតេស្តបែបណាដែលងាយស្រួលបាទតេស្តបែបណាដែលវាតម្លាភាពអីចឹងទៅហើយមួយទៀតតកតងមួយការតេស្តហ្នឹងវាអត់ប៉ះពាល់ទៅលើការប្រឡងឆមាសទី2របស់លោកគ្រូអ្នកគ្រូទេបាទដោយសារតែកម្មវិធីសិក្សាយើងមានអ្នកសិស្សរៀនចប់នៅដើមឆ្នាំដើមខែសីហាហើយបាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចតេស្តឲ្យហើយបាទដើម្បីយើងដឹងថាតើបាទសិស្សដែលទទួលបាននិទេសបាទ D បាទសំទោសនិទេស D E F ហ្នឹងមានសិស្សណាខ្លះបាទអញ្ចឹងយើងយកលទ្ធផលហ្នឹងដើម្បីបើកសប្រឡងតេស្តមួយទៀតគឺ PTOM បាទអញ្ចឹងការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទជម្រាបលាលោកគ្រូអ្នកគ្រូ